សុភាសិតចំពុកមួយនេះជាសុភាសិតរបស់សាឡូមោនជាព្រះរាជបុត្រានៃដាវីតស្ដេចសាសអ៊ីស្រាអែលសម្រាប់ឲ្យបានស្គាល់ប្រាជ្ញានិងសេចក្តីព្រានប្រដៅហើយឲ្យបានយល់អស់ទាំងសេចក្តីដែលត្រូវខាងយោបល់ក៏សម្រាប់ទទួលសេចក្តីបង្រៀននៃគំនិតត្រឹមត្រូវនៃសេចក្តីសុចរិតសេចក្តីយុត្តិធម៌និងសេចក្តីទៀងត្រង់ហើយសម្រាប់ឲ្យមនុស្សឆោតល្ងង់មានសេចក្តីឆ្លៀវឆ្លាតនិងឲ្យមនុស្សកំឡោះមានតម្រេះហើយនឹងសតិបញ្ញានឹងថឹងប្រយោជន៍ឲ្យមនុស្សប្រាជ្ញបានស្ដាប់ហើយចម្រើនចំណេះឡើងឲ្យអ្នកណាដែលមានយោបល់បានដឹងដល់សេចក្តីទូលមានមាំទាំព្រមទាំងឲ្យបានយល់ពាក្យសុភាសិតនិងប្រាថ្នាអស់ទាំងពាក្យរបស់អ្នកប្រាជ្ញនិងពាក្យអាចកំបាំងទាំងប៉ុន្មានផងសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ានោះជាដើមចមនៃតម្រេះតែមនុស្សឥតបើគិតគេមើលងាយប្រាជ្ញានិងសេចក្តីព្រានប្រដៅវិញណែកូនអើយចូលស្ដាប់ពាក្យព្រានប្រដៅរបស់ឪពុកចុះកុំឲ្យកូនបោះបង់ចោលសេចក្តីដំបូលមានរបស់ម្ដាយឯងឡើយត្បិតសេចក្តីនោះនឹងបានជាគុណដល់លើក្បាលឯងទុកជាគ្រឿងលម្អហើយជាខ្សែប្រដាប់ពាក់នៅកឯងកូនអើយបើមនុស្សមានបាបបបួលនាំឯងនោះកុំឲ្យព្រមតាមគេឡើយបើគេថាចូលមកជាមួយនឹងយើងចុះយើងនឹងរងចាំឱកាសកំចាយឈាមយើងនឹងអែបលបដោយសម្ងាត់ដើម្បីចាប់មនុស្សដែលឥតទោសដោយឥតហេតុយើងនឹងលេបគេទាំងរស់ដូចជាស្ថានឃុំប្រលឹងមនុស្សស្លាប់ហើយទាំងមូលផងដូចជាពួកអ្នកដែលចុះទៅក្នុងរណ្ដៅយើងនឹងបានប្រទះរបស់មានតម្លៃគ្រប់យ៉ាងក៏នឹងបំពេញលំនៅយើងដោយរបបចូលឯងចូលមកក្នុងពួកយើងចោះយើងនឹងមានថង់ប្រាក់តែមួយប៉ុណ្ណោះកូនអើយកុំឲ្យឯងដើរក្នុងផ្លូវជាមួយនឹងគេឡើយត្រូវឲ្យឃាត់ឃាំងជើងឯងមិនឲ្យចូលទៅក្នុងផ្លូវច្រករបស់គេវិញត្បិតជើងគេរត់តាមតែសេចក្តីអាក្រក់ទេគេក៏រហ័សនឹងកំចាយឈាមផងពីព្រោះការដែលដាក់លបនៅចំពោះសត្វហើរឲ្យវាឃើញនោះឥតប្រយោជន៍ទេឯពួកនោះគេរងចាំតែនឹងកំចាយឈាមរបស់ខ្លួនគេហើយក៏អែបលបដោយសម្ងាត់ដើម្បីតែនឹងបំផ្លាញជីវិតខ្លួនគេវិញចំណែកអស់អ្នកដែលលោភចង់បានកម្រៃក៏យ៉ាងនោះដែរសេចក្តីនោះនឹងដកយកជីវិតចេញអស់អ្នកដែលបណ្ដោយខ្លួនតាមប្រាជ្ញាតែងបន្លឺឡើងនៅក្នុងផ្លូវក៏បញ្ចេញសំឡេងនៅទីធ្លាប្រាជ្ញាស្រែកប្រកាសនៅទីផ្លូវប្រសពត្រហឹងអើងកងនិងនៅមាត់ទ្វារក្រុងឯនៅខាងក្នុងទីក្រុងនោះក៏បញ្ចេញពាក្យថាអោមនុស្សឆោតល្ងង់អើយតើនឹងស្រឡាញ់សេចក្តីឆោតល្ងង់នោះដល់កាលណាទៀតឯពួកមនុស្សចំអកគេនឹងចូលចិត្តខាងឯសេចក្តីលក់លើយហើយមនុស្សកំឡៅនឹងចេះតែស្អប់ដល់ការចេះដឹងដល់កាលណាអញបន្ទោសនោះចូលឯងរាល់គ្នាបែរខ្លួនស្ដាប់តាមចោះណែអញនឹងចាក់វិញ្ញាណអញទៅលើឯងរាល់គ្នាហើយឲ្យឯងរាល់គ្នាបានយល់ពីអញពីព្រោះអញបានស្រែកហៅតែឯងរាល់គ្នាមិនព្រមស្ដាប់ទេអញបានហុចដៃទៅតែឥតមានអ្នកណារវល់សោះឯងរាល់គ្នាក៏បោះបង់ចោលអស់ទាំងដំបូលមានរបស់អញចេញហើយមិនព្រមទទួលពាក្យបន្ទោសរបស់អញដែរដូច្នេះអញនឹងសោយដែរក្នុងថ្ងៃដែលឯងរាល់គ្នាត្រូវអន្តរាយអញនឹងចំអកឲ្យក្នុងកាលដែលឯងរាល់គ្នាកើតមានសេចក្តីផិតភ័យផងគឺក្នុងកាលដែលសេចក្តីផិតភ័យមកលើឯងរាល់គ្នាដូចជាព្យុះសង្ឃរាហើយសេចក្តីអន្តរាយរបស់ឯងរាល់គ្នាមកដូចជាខ្យល់គួចក្នុងកាលដែលសេចក្តីលំបាកនិងសេចក្តីទុក្ខព្រួយមកគ្របសង្កត់លើឯងរាល់គ្នាខណៈនោះ
គេនឹងអំពាវនាវដល់អញតែអញមិនព្រមឆ្លើយសោះគេនឹងស្វែងរកអញអស់ពីចិត្តតែគេនឹងរកអញមិនឃើញឡើយពីព្រោះគេបានស្អប់ការចេះដឹងហើយមិនបានរើសយកសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ាទេគេមិនបានយកចិត្តទុកដាក់នឹងដំបូលមានរបស់អញឡើយក៏បានមើលងាយសេចក្តីបន្ទោសរបស់អញដែរហេតុនោះបានជាត្រូវឲ្យគេស៊ីផលនៃផ្លូវរបស់ខ្លួនគេវិញហើយគេនឹងបានឆ្អែតដោយកិច្ចការរបស់ខ្លួនត្បិតឯពួកឆោតល្ងង់នោះការថយទៅវិញរបស់គេនឹងសម្លាប់គេទៅហើយចំណែកមនុស្សកំឡៅនោះសេចក្តីសុខស្រួលរបស់គេនឹងឲ្យគេវិនាសដែរតែឯអ្នកណាដែលស្ដាប់តាមអញនោះនឹងនៅដោយសេចក្តីសុខពិតហើយនឹងមានសេចក្តីសម្រាកឥតភ័យខ្លាចចំពោះការអាក្រក់ឡើយសុភាសិតជំពូក2កូនអើយបើឯងនឹងទទួលពាក្យអញហើយនឹងប្រមូលពាក្យបណ្ដាំរបស់អញទុកនៅជាប់នឹងឯងដើម្បីឲ្យបានប្រុងត្រចៀកស្ដាប់តាមប្រាជ្ញាហើយផ្ចង់ចិត្តឲ្យបានយោបល់បើឯងស្រែកហៅរកតម្រេះព្រមទាំងបន្លឺសំឡេងឡើងសូមឲ្យបានយោបល់បើឯងខំរកដូចជារកប្រាក់ហើយស្វែងរកដូចជារកកំណប់ទ្រព្យនោះឯងនឹងបានសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ាហើយប៉ះប្រទះនឹងសេចក្តីស្គាល់ដល់ព្រះអង្គត្បិតព្រះយេហូវ៉ាទ្រង់ប្រទានឲ្យមានប្រាជ្ញាឯតម្រេះនិងយោបល់នោះចេញពីព្រះឱស្ថរបស់ទ្រង់មកទ្រង់បំរុងទុកសេចក្តីដែលមានប្រយោជន៍សម្រាប់មនុស្សសុចរិតក៏ជាខែលដល់អស់អ្នកដែលដើរក្នុងសេចក្តីទៀងត្រង់ដើម្បីឲ្យបានរក្សាអស់ទាំងផ្លូវច្រកនៃសេចក្តីយុត្តិធម៌ហើយការពារផ្លូវរបស់ពួកបរិសុទ្ធរបស់ទ្រង់យ៉ាងនោះឯងនឹងបានយល់សេចក្តីសុចរិតសេចក្តីយុត្តិធម៌និងសេចក្តីទៀងត្រង់គឺគ្រប់ទាំងផ្លូវល្អត្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តឯងហើយការចេះដឹងនឹងគប់ចិត្តដល់ឯងគំនិតវាងវៃនឹងការពារឯងហើយយោបល់នឹងថែរក្សាឯងដើម្បីនឹងជួយឲ្យឯងរួចពីផ្លូវអាក្រក់ហើយពីពួកមនុស្សដែលតែងតែនិយាយពាក្យវាចជាអ្នកដែលបោះបង់ចោលផ្លូវទៀងត្រង់ដើម្បីនឹងដើរតាមផ្លូវងងឹតវិញក៏មានចិត្តរីករាយដោយប្រព្រឹត្តការអាក្រក់ហើយត្រេកអរដោយចិត្តវាចរបស់មនុស្សអាក្រក់ផ្លូវគេសុទ្ធតែកងែកកងក់ហើយផ្លូវច្រករបស់គេក៏ទាស់ចេញហើយដើម្បីនឹងជួយឲ្យឯងរួចពីស្រីអាវ៉ាសែគឺឲ្យរួចពីមនុស្សស្រីដតីដែលនិយាយប្រឡោមដោយពាក្យផ្អែមល្ហែមជាអ្នកដែលលះចោលគូសម្លាញ់ដែលបានគ្នាពីក្រមុំកំឡោះក៏ភ្លេចសេចក្តីសញ្ញានៃព្រះរបស់ខ្លួនត្បិតផ្ទះរបស់ស្ត្រីនោះត្រេតទៅខាងសេចក្តីស្លាប់ហើយផ្លូវច្រករបស់វានាំទៅឯពួកមនុស្សស្លាប់ឯពួកអ្នកដែលទៅឯវានោះគ្មានអ្នកណាត្រឡប់មកវិញឡើយក៏មិនចាប់កាន់ផ្លូវច្រកនៃជីវិតដែរហើយមានប្រយោជន៍ឲ្យឯងបានដើរក្នុងផ្លូវរបស់មនុស្សល្អព្រមទាំងរក្សាផ្លូវច្រកនៃពួកសុចរិតត្បិតមនុស្សទៀងត្រង់នឹងអាស្រ័យនៅផែនដីហើយមនុស្សគ្រប់លក្ខនឹងបាននៅជាប់តែមនុស្សអាក្រក់នឹងត្រូវកាត់ឲ្យសូន្យចេញពីផែនដីវិញហើយមនុស្សប្រទុសរាយនឹងត្រូវរំលីងចេញពីស្រុកទៅសុភាសិតជំពូក3កូនអើយកុំឲ្យភ្លេចឱវាទអញឡើយគួរឲ្យចិត្តឯងកាន់តាមបណ្ដាំរបស់អញទាំងប៉ុន្មានត្បិតសេចក្តីទាំងនោះនឹងបន្ថែមឲ្យឯងបានថ្ងៃវែងនិងអាយុយឺនយូរព្រមទាំងសេចក្តីសុខផងកុំឲ្យសេចក្តីមេត្តានិងសេចក្តីពិតចេញពីឯងបាត់ឡើយចូលចងចាំសេចក្តីទាំងពីរនោះនៅកឯងចុះហើយចរិកទុកនៅ
ដួងចិត្តឯងដែរយ៉ាងនោះឯងនឹងបានប្រកបដោយគុណនិងបំណងល្អចំពោះព្រះហើយនិងមនុស្សផងចូលទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្តកុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចោះនោះទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯងកុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយចូលកោតខ្លាចដល់ព្រះយេហូវ៉ាវិញហើយជៀសចេញពីសេចក្តីអាក្រក់ទៅនោះនឹងបានជាសេចក្តីសុខស្រួលដល់សរសៃឯងហើយជាធាតុសើមដល់ឆ្អឹងឯងចូលថ្វាយកិត្តិនាមដល់ព្រះយេហូវ៉ាដោយទ្រព្យសម្បត្តិហើយនឹងផលដំបូងពីសេចក្តីចម្រើនរបស់ឯងទាំងអំបាលមានចោះយ៉ាងនោះអស់ទាំងជង្រុកឯងនឹងបានពេញបរិបូរណ៍ឯអស់ទាំងធុងឯងនឹងបានទឹកទំពាំងបាយជូរហូរហៀផងកូនអើយកុំឲ្យមើលងាយសេចក្តីព្រានប្រដៅរបស់ព្រះយេហូវ៉ាឡើយក៏កុំឲ្យណាយចិត្តនឹងសេចក្តីបន្ទោសរបស់ទ្រង់ដែរត្បិតអ្នកណាដែលព្រះយេហូវ៉ាទ្រង់ស្រឡាញ់នោះទ្រង់ក៏ស្ដីប្រដៅផងគឺដូចជាឪពុកធ្វើចំពោះកូនដែលជាទីគាប់ចិត្តដល់ខ្លួនដែរសប្បាយហើយអស់អ្នកណាដែលរកបានប្រាជ្ញាហើយអ្នកណាដែលខំប្រឹងទាល់តែបានយោបល់ត្បិតការដែលបាននោះវិសេសជាងបានប្រាក់ទៅទៀតហើយកម្រៃអំពីនោះមកក៏ប្រសើរជាងមាសសុទ្ធផងប្រាជ្ញានោះមានតម្លៃជាងត្បូងទទឹមឥតមានរបស់ណាដែលចិត្តឯងប្រាថ្នាចង់បានដែលនឹងយកទៅផ្ទឹមឲ្យស្មើបានឡើយមានអាយុវែងនៅដៃស្ដាំព្រមទាំងទ្រព្យសម្បត្តិនិងកិត្តិស័ព្ទនៅដៃឆ្វេងនៃប្រាជ្ញានោះអស់ទាំងផ្លូវរបស់ប្រាជ្ញាសុទ្ធតែជាផ្លូវសោមនស្សហើយអស់ទាំងផ្លូវច្រកនោះក៏ជាសេចក្តីសុខដែរប្រាជ្ញាជាដើមឈើនៃជីវិតដល់អស់អ្នកណាដែលចាប់យកបានហើយអស់អ្នកណាដែលកាន់ខ្ជាប់ក៏សប្បាយហើយព្រះយេហូវ៉ាបានប្រតិស្ថានផែនដីដោយសារប្រាជ្ញាក៏បានតាំងផ្ទៃមេឃដោយសារយោបល់ដែរដោយសារព្រះតម្រិះទ្រង់នោះអស់ទាំងទីជម្រៅបានធ្លាយចេញហើយពពកក៏ស្រក់ទឹកសន្សើមមកកូនអើយកុំឲ្យសេចក្តីទាំងនេះចេញបាត់ពីភ្នែកឯងឡើយចូលរក្សាសេចក្តីដែលមានប្រយោជន៍និងគំនិតវៀងវៃចោះដូច្នេះសេចក្តីនោះនឹងបានជាជីវិតដល់ព្រលឹងឯងហើយជាគ្រឿងលម្អនៅកឯងនោះឯងនឹងបានដើរតាមផ្លូវឯងដោយសេចក្តីសុខហើយជើងឯងនឹងមិនជំពប់ឡើយកាលណាឯងដេកទៅនោះនឹងគ្មានភ័យខ្លាចអ្វីសោះឯងនឹងដេកទៅហើយលក់ស្រួលកុំឲ្យនឹកខ្លាចក្រែងលោមានហេតុភ័យកើតមកឆាប់ភ្លាមនោះឡើយក៏កុំឲ្យខ្លាចការហិនវិនាសរបស់មនុស្សអាក្រក់ក្នុងកាលដែលកើតមកនោះដែរត្បិតព្រះយេហូវ៉ាទ្រង់នឹងបានជាទីទុកចិត្តដល់ឯងទ្រង់នឹងរក្សាជើងឯងមិនឲ្យត្រូវជាប់ឡើយកាលណាឯងមានកម្លាំងដៃអាចធ្វើគុណដល់អ្នកណាដែលគួរផ្ដល់ឲ្យនោះកុំឲ្យបង្ខាំងទុកឡើយបើកាលណាឯងមានរបស់អ្វីនៅចិត្តឯងដែលអ្នកចិត្តខាងត្រូវការនោះកុំឲ្យនិយាយឡើយថាទៅសិនចុះស្អែកសំមកនោះខ្ញុំនឹងឲ្យកុំឲ្យបង្កើតការអាក្រក់ទាស់នឹងអ្នកចិត្តខាងឯងដែលប្រស្រ័យនៅចិត្តឯងដោយសុខសាន្តនោះឡើយបើមនុស្សណាមិនបានធ្វើប្រទុះដល់ឯងនោះកុំឲ្យតតាំងនឹងគេដោយឥតហេតុឲ្យសោះកុំឲ្យច្រណែននឹងមនុស្សច្រឡោតឡើយក៏កុំឲ្យរើសយកផ្លូវប្រព្រឹត្តណាមួយរបស់គេដែរត្បិតមនុស្សវាជាទីខ្ពើមឆ្អើមដល់ព្រះយេហូវ៉ា
តែឯមនុស្សទៀងត្រង់នោះទ្រង់ជាមិត្តនឹងគេវិញសេចក្តីបណ្ដាសារបស់ព្រះយេហូវ៉ានោះនៅក្នុងផ្ទះនៃមនុស្សអាក្រក់តែទ្រង់ប្រទានពរដល់ទីលំនៅរបស់មនុស្សសុចរិតវិញទ្រង់តែងតែមើលដល់ពួកអ្នកដែលមើលងាយតែទ្រង់ផ្ដល់ព្រះគុណចំពោះមនុស្សរាបសារវិញមនុស្សប្រាជ្ញនឹងគ្រងបានសេរីល្អទុកជាមរតកតែសេចក្តីអាម៉ាស់ខ្មាស់នឹងបានជារង្វាន់ដល់មនុស្សឆោតល្ងង់វិញ